សួស្តីបងប្អូនលោកអ្នកស្ដាប់ទាំងអស់គ្នាជួបគ្នាជាមួយកម្មវិធីជួបបន្តនិយាយពិតសារជាថ្មីម្ដងទៀតហើយបាទថ្ងៃនេះដែរ admin មានរឿងចែកជូនបងប្អូនលោកអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់កំសាន្តហើយរឿងសម្រាប់ថ្ងៃនេះមានចំណងជើងថាជិះឡានទៅលេងស្រុកដែលរឿងនេះ admin បានមកពីបងមាសកាលពី3ឆ្នាំមុនគាត់បានជិះឡានទៅលេងស្រុករបស់គាត់បងមាសគាត់ថាពេលហ្នឹងគាត់ជិះទៅចេញពីកន្លែងធ្វើការរបស់គាត់ម៉ោង 6 ល្ងាចជាងហើយបងមាសគាត់បាននិយាយបន្តទៀតថាកាលពី3ឆ្នាំមុនហ្នឹងគាត់ចេញទៅលេងស្រុកកំណើតរបស់គាត់ទាំងយប់ហ្នឹងដោយសារតែខាងក្រុមហ៊ុនរបស់បងមាសគេឲ្យយប់បានតែ3ថ្ងៃទេទោះបីជាអ្នកខេកនៅឆ្ងាយឬចិត្តគឺខាងក្រុមហ៊ុនគេមិនឲ្យឈប់លើពី3ថ្ងៃឡើយបងមាសក៏ថាគាត់ជីទៅលេងស្រុកច្រើនឆ្នាំហើយទើបតែម្ដងនេះទេដែលគាត់ជីចេញទៅលេងស្រុកពេលយប់បែបនេះបងមាសក៏បានន័យបន្តទៀតថាពេលជីឡានតាមផ្លូវបានចេញផុតពីទីក្រុងចូលដល់ខេត្តហើយបងមាសក៏បានដេកលក់នៅកងឡានឡើង2ម៉ោងបានគាត់ភ្ញាក់ពីដេកវិញគាត់ថាដល់ខេត្តទី3ដែលទៅជីឡានឆ្លងកាត់បងមាសបានមើលតាមកញ្ចក់ឡានពេលនោះផងដែរបងមាសក៏ថាគាត់បានឃើញមនុស្សពាក់អាវសសុទ្ធឈរនៅមាត់ផ្លូវហើយបកដៃហៅឡានដែលបងមាសកំពុងជីនោះបងមាសក៏ប្រាប់តែកងឡានថាបងមិនអត់យកភ្ញៀវមនុស្សចឹងបងតែកងឡានបានតបមកវិញថាអូនយកភ្ញៀវខាងណាបើឡានពូបើកឡើងយឺតហើយនឹងពូរកតែភ្ញៀវជីនឹងហើយពូអត់មានឃើញភ្ញៀវណាផងអូនឯងច្រឡំនឹងកុំលេងសើចទៅយប់ផងពូតែកងឡានបានសួរមកកាន់បងមាសថាហើយគេពាក់អាវមិនដែរអូនបងមាសក៏ឆ្លើយទៅវិញថាឃើញគេឈរពាក់អាវសមួយឈុតសទាំងអស់ហើយបកដៃពូតកងឡានក៏បានតបវិញថាអូតិចគេលងតាមផ្លូវមើលម៉ោងមើលទើបម៉ោង9កន្លះទេចេញលងហើយពូតកងឡានក៏បាននិយាយបន្តទៀតថាគ្នាយើងមាននៅក្នុងឡានច្រើនណាស់កុំខ្លាចទេពូតកងឡាននិងបងមាសពួកគាត់ទាំងពីរក៏ឈប់និយាយគ្នាហើយបងមាសក៏អង្គុយដេកបន្តពេលដែលបងមាសកំពុងតែដេកគាត់ក៏យល់សពឃើញមនុស្សពាក់អាវសមួយឈុតនោះមកថាឲ្យគាត់គេថាឲ្យគាត់ថាមិនក៏មិនចាំគ្នាផងអញចាំមើលអញតាមអញដល់តែឈប់បងមាសក៏ដឹងខ្លួនងើបមករៀងភ័យដែរបាទដោយសារគេថាជីខ្មោចផងមុននោះហើយដេកគេមកយល់ខ្លងយល់សពទៀតគាត់មិនភ័យពេលជីបានប្រហែល10នាទីទៅមុខបងមាសក៏ស្វាងពីដេកបន្តិចគាត់ក៏សុំពូតកងឡានឈប់បត់ជើងតូចរួចមកក៏នាំគ្នាចុះបត់ជើងតូចទាំងអស់គ្នាពេលនោះដែរបងមាសក៏បត់ជើងតូចរួចហើយគាត់ក៏ឡើងមកលើឡានវិញតែពេលដែលដើរមកវិញរៀបនឹងឡើងឡានទៅហើយគាត់ក៏ឃើញមនុស្សអាវសនោះឈរមើលពីក្រោមដើមឈើគាត់ឃើញបែបហ្នឹងក៏ឡើងឡានទីងទ្វារឡានបិទយ៉ាងលឿនបងមាសអង្គុយភ័យហើយគេមកតាមមែនពេលបងមាសគាត់ភ័យពេកបងមាសក៏ដេកតែគាត់ថាដេកមិនក៏ដេកមិនលក់ដែរគេនៅក្នុងឡាននាំគ្នាដេកចង់អស់ហើយពេលយប់យកធ្លាប់តែដេកសោះដល់ភ័យចឹងទៅជាដេកមិនលក់ទៅវិញបងមាសក៏បាននិយាយបន្តទៀតថាពេលដែលគាត់ផឹកទឹកគាត់មិនងើយផឹកទឹកពេលឃើញបែបហ្នឹងក៏ឃើញតាមកញ្ចក់គឺថាឃើញដដែលមនុស្សអាវសមួយឈុតហ្នឹងចឹងបងមាសក៏ដឹងហើយថានោះគឺជាខ្មោចបងមាសកាន់តែខ្លាចហើយទោះបីជានៅក្នុងឡានមានអ្នកជិះចរានក៏ដោយគាត់ថាបើមានអ្នកស្គាល់គ្នានៅក្នុងឡានប្រហែលមិនខ្លាចទេនេះសុទ្ធតែអ្នកមិនស្គាល់ចឹងពិបាកប្រាប់គេឬនិយាយរឿងអីផ្សេងទៀតដើម្បីបន្លំអារម្មណ៍កុំឲ្យខ្លាចបន្តមកទៀតជិះដល់មុខបន្តិចក៏មានអ្នកឈប់ម្នាក់ភូដល់ទីតាំងរបស់គេហើយពេលតែដាក់បងប្រុសម្នាក់នោះឈប់រួចហើយបងមាសក៏មើលតាមកញ្ចក់ឡានបងមាសក៏ថាឃើញខ្មោចនោះបកដៃហៅដោយលើកមុនទៀតហើយបងមាសក៏អោពូតកងឡានចេញដំណើរតពូចេញទៅពូយប់ហើយពូតកងឡានក៏តបវិញថាចុំទើបឡើងមានលឿនមិនពូមិនต้องពាក់ខ្សែក្រវ៉ាត់ផងពេលនោះដែរកំពុងជីឡានសុកពូតកងឡានក៏សួរមកកាន់បងមាសថាមិនឃើញមែនបងមាសក៏តបវិញថាបាទឃើញខ្មោចពូតកងឡានក៏តបមកកាន់បងមាសវិញថាពូក៏ឃើញដែរតែមិនមាត់មិនចង់ឲ្យខ្លាចលើជីទៅមិនអីទៅកុំខ្លាចអីពេលជីបានយូរដែរឡានក៏បានបើកដល់ត្រង់ចំណុចមួយដែរជីកន្លែងចាក់សាំងពេលនោះពូតកងឡានក៏បានឈប់ចាក់សាំងហើយអ្នកខ្លះក៏នាំគ្នាចោះទៅបត់ជើងតូចអីចឹងណាបងប្អូនតែបងមាសគាត់មិនចោះតែគាត់មិនឈឺបត់ជើងតូចទេពេលនោះដែរបងមាសគាត់ក៏បានឃើញខ្មោចនោះទៀតហើយគឺឈរនៅកន្លែងផ្លូវចូលបន្ទប់ទឹកនឹងតែម្ដងពេលនោះបងមានយកដៃបិទភ្នែកគាត់តែម្ដងគាត់ថាគេតាមយកតែម្ដងបាត់បងមាសថាតាមរហូតដល់ឈប់ឡានឃើញថាឈប់ឡាន2ដងហើយនៅតែតាមតើខ្មោចនោះចង់បានអីឆ្ងល់ដែរបុកដៃហៅគេឲ្យឈប់គេមើលមិនឃើញក៏ជីហួរលេងតាមលើងបងមានទៅវិញឲ្យបងមានឃើញអីណាមិនតាមលូកតកងឡានលត់ទេពេលឡើងឡានទៅមុខបន្តទៀតបើកបានប្រហែល5នាទីពូតកងឡានក៏បានលឺអីដូចជានៅក្រោមឡានគាត់ក៏ចောက်មើលហើយគាត់ក៏ឃើញថាមានឈើមួយនៅកន្លឹកនៅខាងក្រោមគាត់ក៏ចាំផ្ដើមទាញវាចាញ់
ពេលដែលគាត់ទាញវាចេញគាត់មិនអន់ចោះដើម្បីទាញពេលនោះដែរគាត់ទាញឈើនឹងបោះចោលហើយរត់ឡើងឡានលឿនតែម្ដងបងប្អូនពេលអញ្ចឹងបងមាននឹងណាផ្សេងទៀតបានសួរគាត់ថាពូមិនឡានកាត់អីហើយមិនបានរត់ឡើងឡានលឿនចឹងឃើញអីមែនឬក៏មានសត្វអីរត់ដេញខំពូតកងឡានក៏បានតបវិញថាទេគ្មានសត្វណាដេញទេពេលដែលពូកំពុងតែអនដកឈើចេញពីកន្លែងអុកកៅក្រោមឡានហ្នឹងពូមិនអន់ពូឃើញមនុស្សដើរនៅខាងឡានមកខាងទៀតដើរចុះដើរឡើងហើយអត់មានជើងទេដូចជាមនុស្សពាក់សអញ្ចឹងណាមុននឹងចុះពូប្រាប់ហើយថាចុះតែពូបានហើយពូក៏ឃើញថាវាអត់មានជើងចឹងក៏ដឹងហើយថាវាជាធីគេពូដកចេញហើយរត់តែម្ដងនៃចាំធ្វើអីទៀតជាឲ្យធត់សិនមកពេលនោះម្នាក់ក៏លេងចង់ដេកហើយអ្នកខ្លះក៏ភ័យខ្លាចអ្នកខ្លះទៀតក៏មិនខ្លាចតែភ្ញាក់ពីដេកមើលចង់ឃើញដែរពេលជីបានឆ្ងាយបន្តិចបន្ទាប់មកម្នាក់ក៏ចាប់ផ្ដើមដឹងខ្លួនហើយលេងដេកគ្រប់គ្នាហើយងើបមកនិយាយប្រាប់ផ្លូវពូតាគង់ឡានព្រោះចិត្តដល់កន្លែងទីតាំងបងខ្លះចុះហើយបងមាសក៏បាននិយាយបន្តទៀតថាដល់ត្រង់ចំណុចមួយវារៀងងងឹតដែរវាជាផ្លូវមួយមានព្រៃខាងរៀងច្រើនហើយស្ងាត់តែម្ដងអត់មានឃើញឡានណាបើកកាត់នឹងសោះជីដល់ពាក់កណ្ដាលផ្លូវក៏បានឃើញមនុស្សពាក់អាវសមួយឈុតនោះឈរហើយបកដៃឲ្យឈប់ឡានពេលឃើញទាំងអស់គ្នាបែបហ្នឹងក៏ស្រែកថាពូនឹងមែនខ្មោចលងពូបកក៏តបវិញថានឹងហើយពេលជីដល់ខ្មោចនោះពូតាគង់ឡានក៏ជន់ឡើងលឿនតែម្ដងជន់គ្មានខ្វល់អីទាំងអស់ដល់ជន់ផុតហើយជីបានបន្តិចគាត់ក៏មើលម៉ោងពូតាគង់ឡានក៏និយាយចាចុំម៉ោង 12:00 តែម្ដងគាត់ក៏បាននិយាយទៀតថាម៉ោងខ្មោចជិងលងតែម្ដងម៉ោងនេះពេលនោះផងដែរពួកយើងក៏ជីបានដល់ផ្ទះអ្នកភូមិហើយក៏មានបង3នាក់ចុះយើងក៏ធ្វើដំណើរតែបន្តអ្នកនៅក្នុងឡានសតែ2នាក់ទេបូកទាំងឃ្មុំនិងពូតាគង់ឡានពេលយើងជីបានផុតពីទីតាំងដាក់បងទាំង3នាក់នោះរួចហើយពួកយើងក៏ចុះបត់ជើងតូចរួចហើយក៏ឡើងឡានធ្វើដំណើរទៅមុខបន្តទៀតពេលជីបានដល់ផ្លូវស្ពានពួកយើងជីបានពាក់កណ្ដាលផ្លូវក៏ម្នាក់មានអារម្មណ៍ថាត្រជាក់ខ្លាំងគ្រប់គ្នាពេលនោះដែរពូតាគង់ឡានក៏បាននិយាយថាចុំឡានអត់មានម៉ាស៊ីនត្រជាក់ផងមិនក៏តែចាំម្លេះពេលជីផុតស្ពានបងមាសនិងពូតាគង់ឡានក៏បានមើលកញ្ចក់ក្រោយដូចគ្នាពេលនោះបងមាសគាត់ថាពូក្មួយនេះឃើញទៀតហើយឈរនៅចុងស្ពានតែម្ដងពូតាគង់ឡានក៏តបមកវិញថាចុំពូឃើញដែរពេលនោះមិនឆាំយូរពូតាគង់ឡានក៏បើកបន្ថែមលឿនយ៉ាងលឿនមកដល់ទីតាំងបងពួកគាត់ក៏ចុះគ្នាអស់ពីនេះទៀតហើយពេលដាក់បងពីអ្នកចុះរួចហើយក៏ជីកទៅមកបន្តទៀតជីបានដីប្រហែល3គីឡូក៏ដល់ត្រង់ចំណុចមានវត្តមួយដែលបងមាសថាជាគោលដៅមួយដែលជីកដល់ផ្ទះរបស់គាត់ហើយពេលកំពុងជីកនោះឯងផងដែរពូតាគង់ឡានបានបើកឡានមកដល់ត្រង់ខ្លោងទ្វារវត្តបើកផុតហើយបងមាសក៏ងាកមុខមើលតែក្នុងវត្តបន្តិចពេលងាករួចហើយឡានបើកផុតបន្តិចដល់ផ្លូវកែងបាត់ទៅផ្លូវផ្ទះបងមាសគាត់ក៏ងាកទៅមុខខ្លោងទ្វារវត្តបងមាសគាត់ថាគាត់ក៏បានឃើញខ្មោចនៅមុខខ្លោងទ្វារវត្តលើកដៃបក់ឲ្យឈប់ដោយពេលឃើញមុនដែរបងមាសក៏ប្រាប់ទៅកាន់ពូតាគង់ឡានថាបូជួបទៀតហើយពូនៅមុខខ្លោងទ្វារវត្តពូតាគង់ឡានក៏ថាមិនអីទេគេលេងតាមហើយជីកដល់ផ្ទះហើយកុំខ្លាចនៅពេលជីផុសកន្លែងវត្តនោះហើយក៏ធ្វើដំណើរដល់ផ្ទះបងមាសក៏ចូលផ្ទះគាត់តែម្ដងទៅបងប្អូនបងមាសនៅចាំពេញផ្ទះគេកំពុងតែហូបអីជុំគ្នាដាច់យប់តែម្ដងសប្បាយណាស់បងមាសក៏ថាពេលគាត់ចុះពីឡានហើយមិនដឹងថាខ្មោចនោះតាមឡងពួកគាត់នៅលើឡានទៀតឬក៏អត់ទេបាទបងប្អូនសម្រាប់សាច់រឿងរបស់បងមាសបានមកដល់ទីបញ្ចប់ហើយដែរអេដមីនពិតជាអរគុណណាស់ដែលបានចែករំលែករឿងមកឲ្យអេដមីនជួបគ្នាម្ដងទៀតនៅរឿងក្រោយសុខសប្បាយទាំងអស់គ្នា